នេះគឺជាខ្សែអត្ថបទធម៌ដែលអានអំពីម៉ែតាមសៀវភៅម៉ែសូមអនុមោទនាស្ដាប់ដូចតទៅមកដល់កូនប្រុសស្រឡាញ់នេះអង្គពុកឲ្យពុកប្រាថ្នាឲ្យកូនប្រុសជាប្រុសពិតពិតជាមនុស្សចេះលះបង់មានសេចក្តីអត់ធន់រឹងប៉ឹងស្វាហាប់មានអធ្យាស្រ័យតស៊ូជាយាមហើយឆ្លាតមិនលះបង់ចោលដោយមុខនៅទីជាមួយគ្នាផងដែរឪពុកសូមឲ្យកូនជាមនុស្សសុភាពរាបសារមានចរិយាទន់ភ្លន់មនុស្សដែលសុភាពរាបសារមានចរិយាទន់ភ្លន់មិនមែនបានសេចក្តីថាជាមនុស្សទន់ខ្សោយនោះទេក្នុងទំនងដូចគ្នាមនុស្សដែលរឹងប៉ឹងស្វាហាប់មិនមែនបានសេចក្តីថាជាមនុស្សកាចសាហាវប្រសិទ្ធៈនៅគុណសម្បត្តិរបស់មនុស្សនោះឡើយកូនត្រូវនាំយកនៅគុណសម្បត្តិទាំងពីរប្រការនេះមករួបរួមបញ្ចូលគ្នាហើយឲ្យតាំងនៅក្នុងខ្លួនកូនឲ្យបានកំខានគឺរឹងប៉ឹងស្វាហាប់មានអំណត់អត់ធន់និងសុភាពរាបសារចរិយាទន់ភ្លន់ចេះក្រែងចិត្តអ្នកដទៃដោយចំពោះទៅលើសុភាពស្ត្រីកូនប្រុសនេះឪពុកកូនត្រូវចេះក្រែងចិត្តសុភាពស្ត្រីឲ្យច្រើនត្រូវបប្រតិបត្តិឲ្យបានល្អមានសភាពទន់ភ្លន់និងសុភាពរាបសារជាទីបំផុតព្រោះស្ត្រីភេទជាភេទដែលល្អល្អះល្អិតល្អន់ទន់ភ្លន់ដោយធម្មជាតិជាភេទដែលត្រូវការភាពស្រទន់ការថ្នាក់ថ្នមនិងការយកចិត្តទុកដាក់ដោយល្អតែទាំងនេះសូមកូនកុំយល់ខុសថាស្ត្រីជាភេទដែលទន់ខ្សោយឲ្យសោះព្រោះទៅតាមសេចក្តីពិតហើយនោះស្ត្រីមានសេចក្តីអត់ធន់មានការលះបង់ដោយយ៉ាងខ្ពង់ខ្ពស់នេះគឺឲ្យសម្ដៅយកស្ត្រីដែលល្អជាស្ត្រីដែលបានអប់រំបន្ទុំឧបនិស្ស័យក្នុងគុណធម៌ទាំងឡាយការមានគួរត្រូវពោពោះ9ខែផ្លាយការឆ្លងទន្លេសម្រាលកូនក្តីឈឹងមានការលំបាកលំបិនដោយយ៉ាងខ្លាំងក្លាជាការសម្ដែងដល់សេចក្តីអត់ធន់ដោយយ៉ាងខ្ពង់ខ្ពស់របស់ស្ត្រីប៉ុន្តែក៏មានសេចក្តីសោមនស្សរីករាយកប់ជាតិជាមួយនឹងសេចក្តីលំបាកផងដែរព្រោះដឹងខ្លួនថាបានធ្វើម៉ែតែមានអ្នកណាខ្លះទៅនៅក្នុងโลกនេះដែលមានសេចក្តីអត់ធន់និងលះបង់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យដូចជាម៉ែសេចក្តីដែលឪពុកនិយាយនេះយ៉ាងហោចណាស់ក៏គង់មានស្ត្រីម្នាក់ជាប៉ោះតាងដែលល្មមនឹងឲ្យឪយកជាសម្អាងបានគឺម៉ែរបស់កូននឹងឯងឪពុកនិយាយរឿងនេះដើម្បីឲ្យកូនជាក់ច្បាស់នៅក្នុងចិត្តចំពោះភារកិច្ចដ៏សំខាន់របស់ស្ត្រីភេទដើម្បីកូនប្រុសបានបប្រតិបត្តិទៅរកដោយសុភាពរាបសារនិងទន់ភ្លន់កូនមិនត្រូវធ្វើអ្វីតាមតែចិត្តខ្លួនឯងនឹកចង់នោះទេមិនត្រូវឃើញតែពីបានមកខ្លួនដោយមិនចេះទទួលខុសត្រូវនិងមិនត្រូវសម្លុតគំរាមកំហែងទឹកចិត្តរបស់ស្ត្រីនៅពេលដែលមានទំនាក់ទំនងនឹងគ្នានោះឡើយទោះជាយ៉ាងណាក៏ដោយកូនគង់តែនៅមានការតាក់ទងជាមួយនឹងស្ត្រីជារៀងរហូតតទៅក្នុងជីវិតបើមិនផ្នែកណាមួយទេក៏ផ្នែកណាមួយទៀតដែរហើយជាធម្មតាតទៅខាងមុខកូនក៏ត្រូវរៀបការមានប្រពន្ធគឺជាការរស់រួមសុខទុក្ខជាមួយស្ត្រីណាម្នាក់ដែលកូនសម្រេចចិត្តជ្រើសរើសយកជាគូប្រចាំជីវិតការយកប្រពន្ធជាការសម្រេចចិត្តដ៏ធំមួយនៅក្នុងជីវិតប្រហែលដូច្នេះកូនប្រុសកុំប្រញាប់ប្រញាល់យកដោយឥតគិតគូរនោះត្រូវមើលឲ្យល្អគិតឲ្យសពគ្រប់សិននៅមានការសម្រេចចិត្តដ៏សំខាន់មួយទៀតគឺការសម្រេចចិត្តជ្រើសរើសការងារចិញ្ចឹមជីវិតកូនត្រូវជ្រើសរើសឲ្យសមនឹងឧបនិស្ស័យរួមទាំងជំនាញរបស់ខ្លួនផងដើម្បីជាហេតុឲ្យកូនចេះស្រឡាញ់ក្នុងការងារនោះឯងកូននេះឪពុកកូនត្រូវជាមនុស្សនឹងថឹងកំលេះលោះចំពោះការងារកូនត្រូវចាំទុកថាការងារល្អដែលកូនបានធ្វើគឺជាគុណតម្លៃនៃជីវិតរបស់កូនជាបន្តទៅឪសូមឲ្យកូនទាំងប្រុសទាំងស្រីសិក្សាអំពីម៉ែនិងស្ដាប់ឱវាទរបស់ម៉ែដោយការយកចិត្តទុកដាក់ជាទីបំផុតភ្នំពេញថ្ងៃ15កើតខែផលគុណពុទ្ធសករាជ2546ពីឪពុករបស់កូនពាក្យថាម៉ែ
ថាម៉ែជាពាក្យដែលមានអត្ថន័យសំខាន់ណាស់ជាពាក្យដែលពីរោះសើមជ្រួតជ្រាបចូលក្នុងចិត្តរបស់កូនគ្រប់គ្នាព្រោះម៉ែជាអ្នកមានប្រគុណដ៏យ៉ាងធំក្រៃលែងគឺជាអ្នកឲ្យនៅជីវិតឲ្យសេចក្តីស្រឡាញ់ឲ្យទ្រព្យសម្បត្តិឲ្យបានទទួលការសិក្សាម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូននិងជាអ្នកនៅចិត្តកូនច្រើនជាងអ្នកណាទាំងអស់ទាំងពាក្យថាម៉ែគឺជាពាក្យដែលមនុស្សយើងនិយាយបានមុនពាក្យដទៃទៀតនៅក្នុងជីវិតនេះពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ប្រជុំគុណក្រាស់ក្រៃជាងធរណីពាក្យម៉ែពីរោះគ្របលើប្រតិពីល្អដូចគិរីពេញដោយរុក្ខាព្រៃតហំមានសัตว์ជាគ្រឿងលំអភរិយាបវរលំអផាសដាทวีปលោកល្អស្រស់ក៏ព្រោះសូរិយាសត្វក្នុងលោកាល្អព្រោះមានម៉ែភារៈធ្ងន់របស់ម៉ែការបើពោលតាមច្បាប់ធម្មជាតិឬពោលតាមសេចក្តីពិតដែលប្រកបឲ្យឃើញម៉ែឈ្មោះថាធ្វើនៅរបស់ដែលធ្វើបានដោយលំបាកហើយសេចក្តីលំបាកនេះឪពុកមិនអាចធ្វើជំនួសបានឡើយពោលគឺម៉ែត្រូវមានរដូវត្រូវពោពោះនិងត្រូវឆ្លងទន្លេសម្រាលកូននេះគឺជាសេចក្តីទុក្ខលំបាករបស់ម៉ែគ្រប់គ្នាក្នុងនោះមានម៉ែមិនតិចអ្នកទេដែលត្រូវបានបាត់បង់ជីវិតព្រោះការឆ្លងទន្លេព្រោះហេតុដូច្នោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្នុងកាលដែលព្រះអង្គនៅជាព្រះមហាពោធិសត្វសោយប្រជាជាតបោះឈ្មោះសោណបណ្ឌិតបានពរនីព្រះគុណរបស់ម៉ែយ៉ាងគួរស្ដាប់មានប្រកាសក្នុងសោណនន្តជាតកសត្តតិនិបាតថាម៉ែការប្រាថ្នាចង់បានផលគឺកូនរមែងនមស្ការទេវតាដើម្បីសូមកូនម៉ែសួរនៅនខត្តរិទ្ធទាំងឡាយផងសួរនៅរដូវនិងឆ្នាំទាំងឡាយផងថាតើកូនកើតក្នុងរដូវណាក្នុងរដូវណាក្នុងឆ្នាំណាទៅបាននៅអាយុវែងកាលម៉ែមានរដូវហើយក៏រមែងមានការតាំងគួរឡើងហើយម៉ែក៏មានការចាំគួរព្រោះហេតុនោះទៅម៉ែមានឈ្មោះថាតោហលនីស្ត្រីចាំគួរម៉ែមានការស្រឡាញ់កូនដែលកើតក្នុងពោះរបស់ខ្លួនព្រោះហេតុនេះទៅម៉ែមានឈ្មោះថាសុហតិស្ត្រីមានចិត្តល្អម៉ែរក្សាគោអស់មួយឆ្នាំឬចិត្តមួយឆ្នាំហើយទៅបានឆ្លងទន្លេសម្រាលកូនព្រោះហេតុនេះទៅម៉ែមានឈ្មោះថាជាអ្នកយន្តីឬជានេបិស្ត្រីជាអ្នកឲ្យកូនបានកើតមកម៉ែញ៉ាំកូនដែលកំពុងយំឲ្យត្រេកអរដោយការបំបៅដោះផងដោយការបំពេផងដោយការអោបប្រសោបផងព្រោះហេតុនេះទៅម៉ែមានឈ្មោះថាតោសេនតីស្ត្រីញ៉ាំកូនឲ្យត្រេកអរតពីនោះមកម៉ែមានហាប់រតីទន់តោទៅរកកូនក្រឡេកមើលកូនដែលពុំទាន់ដឹងក្តីមើលក្នុងទីដែលកូននៅត្រូវខ្យល់ត្រូវក្តៅយ៉ាងណាព្រោះហេតុនេះទៅម៉ែឈ្មោះថាប៉ោសេនតីស្ត្រីអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនទ្រព្យសម្បត្តិឯណារបស់ម៉ែនិងរបស់ឪដែលមាននៅម៉ែរមែងគ្រប់គ្រងនៅទ្រព្យសម្បត្តិទាំងពីរចំណែកនោះដោយបំណងថាទ្រព្យសម្បត្តិទាំងនេះត្រូវបានទៅកូនរបស់យើងម៉ែតាមដែលទូលមានកូនថាកូនគួរធ្វើយ៉ាងនេះកូនមិនគួរធ្វើយ៉ាងនោះជាដើមរមែងនឿយហត់លំបាកកាលបើកូនមានវ័យចម្រើនច្រើនឡើងម៉ែបានដឹងថាកូនមានសេចក្តីរីករាយភ្លើតភ្លើនព្រោះស្រវឹងនៅក្នុងវ័យម៉ែរមែងទន្ទឹងមើលផ្លូវកូនលុះដល់ពេលល្ងាចពេលប្រលប់បាត់កូនមិនឃើញត្រឡប់មក
ម៉ែក៏អន្តេសាញាប់ញួរក្នុងចិត្តដោយប្រការដូចនេះឯងព្រះគុណម៉ែគុណម៉ែតាំងតែគួរចាប់ផ្ដើមត្រំពោពោះផើមត្រំលំបាដេកដើរដូចរោគតាមអិតស្រាទម្រាំកូនចាចេញពីផ្ទៃពេលឆ្លងទន្លេម៉ែឈឺខ្លាំងចិត្តតាំងកាយប្រឹងព្រមដោយភ័យមិនដឹងយ៉ាងណាចិត្តមួមីនឹកភ័យក្រែងកូនសូនសង្ខារលុះកូនបានកើតជាទេរៈម៉ែថើពីជក់សពកាយាបីបំថ្នាក់ថ្នមពេញហត្ថាមេត្តាប្រែឈាមជាទឹកដោះនៅពេលកូនឈឺម៉ែរក្សាបីផ្ទប់អរាដោយចិត្តស្មោះកូនឈឺម៉ែភ័យមុខស្លាំងអស់មិនសម្រាមសោះវោះព្រឹកនៅពេលកូនជាម៉ែសប្បាយចិត្តម៉ែមិនណាយមានតែនឹកឃ្លាតឆ្ងាយបន្តិចចិត្តវវឹករលឹករកកូនវិលវិញភ្លាមអង្គុយកកិលក្រោកឈួរដើរទៅតាមដំណើរម៉ែព្យាយាមខំបង្ហាត់កូនដោយមិនទៀមក្នុងនាមជាគ្រូឧត្តមក្រៃជុះនោមហូបចុកឆ្លៀកដណ្ដប់ចំណេះចេះសពប្រចាំថ្ងៃសម្ដីភាសាមេរយាទថ្លៃកូនកុំសង្ស័យក្រែងឥតគ្រូកូនចេះមួយមុខម៉ែអម្ដងអួតប្រាប់អ្នកផងមិនចាំយូរម៉ែនឿយយ៉ាងណាមិនគិតគូបន្ធូរកង្វល់ដោយថ្វល់កូនកូនធំបន្តិចបែបរៀងរឹងកូនខ្លះទៅតឹងអាងជីដូនម៉ែខឹងអន់ចិត្តមុខស្រពោនវេកូនរួយគិតអាណិតក្រោយកូនល្អម៉ែសក់ក្រៃកន្លងបានដូចម៉ែផ្សងសូមអំណោយដូចបានកើតទឹកទេវតាឲ្យឬដូចបានសោយសក់សួគ៌ពេលកូនបានសក់ម៉ែសក់ផងពេលកូនមានម៉ងម៉ែពំជាកូនក្រលំបាកម៉ែរងាគ្រប់គ្រាម៉ែគិតកូនស្រីប្រុសកូនខូចអាក្រក់ក្នុងភូមិឃុំគេគុំគេស្អប់សពសាយសោះម៉ែដឹងប្រកាសថាកូនខុសតែម៉ែសន្តោសប្រុសប្រណីម៉ែគឺជាព្រះរបស់កូនជាក្បូនជីវិតមនុស្សប្រុសស្រីម៉ែមានគុណធ្ងន់ហួសពោស្ដីគ្មានអ្វីជំនួសម៉ែបានឡើយម៉ែគឺជាព្រះក្នុងផ្ទះម៉ែជាអ្នកឲ្យសេចក្តីស្រឡាញ់ឲ្យការកក់ក្ដៅជាអ្នកគ្រប់គ្រងធ្វើឲ្យកូនគ្រប់គ្នាមានសេចក្តីដឹងខ្លួនថាអាត្មាអញមានការកក់ក្ដៅក្នុងចិត្តតបិតមានម៉ែនៅជាមួយម៉ែគឺជាមិត្តដ៏ពិតប្រាកដមិនថាក្នុងពេលសុខឬពេលទុក្ខឡើយទោះបីកូនខុសស្គមស្គួងយ៉ាងណាម៉ែតែងតែឲ្យនៅអភ័យជានិច្ចម៉ែជាទីប្រឹក្សាដ៏ល្អនិងជាទីទុកចិត្តសម្រាប់កូនប្រហែលដូច្នេះហើយទៅម៉ែបានទៅជាព្រះនៅក្នុងផ្ទះម៉ែជាអាចារ្យម៉ែជាទេវតាស្ថិតនៅក្នុងផ្ទះនិងម៉ែជាព្រំព្រមទាំងជាព្រះកូនក្រាបសំពះឈ្នះអស់សត្រូវពេលឈឺធ្ងន់ច្រើនតែគិតដល់ម៉ែមនុស្សយើងដោយទូទៅនៅពេលខ្លះអាចភ្លេចគិតដល់ម៉ែព្រោះរវល់តែសប្បាយរីករាយទៅដោយកាមគុណឬរវល់នៅក្នុងការងាររបស់ខ្លួនផ្សេងប៉ុន្តែដល់ពេលដែលខ្លួនឯងមានជំងឺធ្ងន់អ្វីមួយកូនគ្រប់គ្នាច្រើនតែគិតរកម៉ែព្រោះធ្លាប់សន្តិចិត្តនឹងម៉ែកាលពីខ្លួននៅតូចក្នុងសម័យដែលខ្លួនជាកូននៅតូចកាលបើឈឺចាប់អ្វីម៉ែតែងតែនៅថែរក្សាថ្នាក់ថ្នមជានិច្ចកូនឃើញមុខម៉ែជាប្រចាំម៉ែហួងហែងកូនម៉ែសម្រាមមិនពេញភ្នែកម៉ែទ្រាំអត់ងងុយនៅយាមកូនបបោសអង្អែលកូននៅចាំពេលឲ្យបាយឲ្យទឹកនៅចាំពេលឲ្យថ្នាំនិងនៅចាំជួយកូនគ្រប់យ៉ាងដែលកូនឈឺលំបាកព្រមទាំងលួងលោមចិត្តកូន
ដោយសន្យាឲ្យនៅអ្វីៗតាមដែលកូនចង់បានទៀតផងម៉ែជាទីពឹងរបស់កូនពេលដែលកូនមានទុក្ខលំបាកសូម្បីកូនមានរូបរាងអប្សរៈយ៉ាងណាក្តីម៉ែក៏នៅតែស្រឡាញ់ព្រមដោយក្តីអាណិតជានិច្ចសេចក្តីស្រឡាញ់របស់ម៉ែគឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដូច្នេះហើយទើបដល់ពេលដែលកូនមានជំងឺធ្ងន់ឬក៏ពេលដែលត្រូវសម្រាលកូនឆ្លងទន្លេកូនតែងតែនឹករកម៉ែត្រីនៅលើគោកបំរះរកទឹកចចកតែងនឹករកព្រៃស្ម័គ្រសានសត្វក្នុងទ្វីបលោកនឹករកសុខសានមិនអាចប្រៀបបានចិត្តម៉ែដែលនឹកនៅពេលភ្លៀងធ្លាក់រុក្ខជាតិខៀវខ្ចីបាសាបាសីខ្ញៀវខ្ញាពេលព្រឹកថ្ងៃក្តៅសត្វរោគជ្រកក្រោមសន្លឹកប្រៀបដូចកូននឹករកម៉ែពេលឈឺម៉ែមានប្រគុណគូជាមួយឪមនុស្សយើងដែលកើតមកត្រូវអាស្រ័យឪពុកនិងម្ដាយជាអ្នកឲ្យកំណើតនិងមានតែម្ដាយម្នាក់ឯងពុំបានឡើយព្រោះតំណក់ឈាមមួយចំណែកបានពីម៉ែតំណក់ឈាមមួយចំណែកបានពីឪលោកទាំងពីរជាអ្នកឲ្យកំណើតដល់កូននិងជាអ្នកមាននៅគុណូបការៈដ៏យ៉ាងខ្ពង់ខ្ពស់ចំពោះកូនដូច្នេះមេត្តាបិតាគឺជាព្រះឲ្យកំណើតកូននិងជាព្រះដ៏មានគុណចំពោះកូនផ្កាឈូកដែលដោះរីកស្រស់សោភាអាស្រ័យគង់គីរួមគ្នានឹងភក់គូប្រេងជួបភ័ក្រវិលវល់វិវៈរួមរៈលងលក់បង្កើតលោកាព្រមចោះជួបព្រះសំពះវន្ទីក្រាបអារាធនាឲ្យទ្រង់ទេសនាព្រមបានជួបព្រះកើតគុណអស្ចារ្យមេត្តាបិតាជាគូគុណកម្មកូនម៉ែត្រូវខំរៀនម៉ែសូមឲ្យកូនតាំងចិត្តរៀនដោយល្អគ្រប់វិជ្ជាទាំងអស់ដែលជាវិជ្ជាមានប្រយោជន៍ម៉ែសូមឲ្យកូនអស់ប្រាក់ក្នុងការដូរយកនៅចំណេះវិជ្ជាប្រាក់នោះឯងបើមិនអស់ទៅដើម្បីការបាននៅចំណេះវិជ្ជាទេក៏ត្រូវអស់ទៅក្នុងផ្លូវដទៃដែរដូចជាការប្រើប្រាស់សម្លៀកបំពាក់ការបរិភោគចំណីអាហារជាដើមតែរបស់នោះមិនមានតម្លៃដូចវិជ្ជាទេថែមទាំងមិនថែថេរយឺនយូរទៀតផងឯចំណែកវិជ្ជាវិញជារបស់ថែថេរជាប់តាមខ្លួនកូនរហូតមួយជីវិតប្រើបណ្ណាក៏មិនចេះអស់រឹតតែជីករឹតតែជួបរឹតតែស្រាវជ្រាវរឹតតែចេះរឹតតែប្រើរឹតតែជំនាញដូច្នេះការចាយវាយប្រាក់ដោយយកនៅចំណេះចេះដឹងទៅបណ្ឌិតតូលសាសាម៉ែសូមឲ្យកូននឹករលឹកជានិច្ចថាប្រាក់100នោះគឺជាតំណក់ញើសឈាមរបស់ម៉ែឪដែលខំប្រឹងធ្វើការម៉ែសូមឲ្យកូនចូលដឹងក្នុងការចាយប្រាក់គឺត្រូវចាយឲ្យមានប្រយោជន៍ជាទីបំផុតព្យាយាមយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងកុំខ្ជិះខ្ជាយខ្ជោកខ្ជាឲ្យសោះសូមកូនម៉ែខំប្រឹងរៀនឲ្យបានឡើងថ្នាក់រាល់ឆ្នាំព្រោះការរៀនធ្លាក់ត្រូវត្រួតថ្នាក់នោះគឺជាការខូចពេលវេលាខូចកម្លាំងចិត្តនិងអស់ប្រាក់ថែមផ្ទួនទៅទៀតផងអ្នកប្រាជ្ញបានពោលថាមនុស្សល្ងងកាលបើមានពេលក៏រីករាយភ្លើតភ្លើនទៅនៅក្នុងការរកអាហារឆ្ងាញ់ឆ្ងាញ់មកដាក់មាត់ដាក់ពោះចំណែកមនុស្សឆ្លាតកាលបើមានពេលហើយក៏រីករាយក្នុងការរកអាហារមកដាក់ខួរក្បាលនាំឲ្យមានបញ្ញាដូច្នេះកូនម៉ែត្រូវរៀនច្រើនអានច្រើនស្ដាប់ច្រើនហើយសំខាន់បំផុតត្រូវមានមិត្តល្អអាភរណៈដ៏ប្រសើរម៉ែឪដែលមានកូនចេះស្គាល់ប្រមាណខ្លួនចេះដឹងចំពោះឋានៈក្នុងគ្រួសាររបស់ខ្លួនទៅជាអ្នកមានជោគល្អបីដូចជាបានទទួលពរអំពីព្រះឥន្ទកូនជាទីស្រឡាញ់របស់ម៉ែកូនពិតជាបានឃើញហើយចំពោះប្រុសស្រីខ្លះតែងខ្លួនឆើតឆាយតាក់តែងកាយដោយសម្លៀកបំពាក់ដែលមានតម្លៃខ្ពស់បំផុតព្រមដោយអលង្ការប៉ុន្តែមិនចេះរៀបចំខ្លួនឲ្យជាទីស្រឡាញ់ចូលចិត្តឡើយ
ប្រុសស្រីរបៀបនេះមិនអាចប្រៀបបាននឹងអ្នកដែលតែងខ្លួនគ្រាន់តែឲ្យបានសមរម្យប៉ុណ្ណោះប៉ុន្តែរៀបរយត្រឹមត្រូវសុភាពរាបសារច្រើនទៅដោយមេត្តាករុណានោះឡើយតែភ្នែកស្រទន់កិរិយាសុភាពវាចាពិរោះស្មោះត្រង់ត្រឹមត្រូវនិងចិត្តពេញទៅដោយព្រះមវិហារនោះគឺជាស្នេហ៍ទាញស្រូបមនុស្សទាំងឡាយឲ្យស្រឡាញ់ឲ្យគោរពកោតក្រែងបែបដូចជាជ្រោះជើងភ្នំដែលជាទីហូរធ្លាក់ចុះមកនៃទឹកដូច្នោះឯងចូលកូនចាំពាក្យម៉ែទុកចុះទោះបីកូនក្រីក្រទ្រព្យសម្បត្តិក៏ដោយតែកូនមិនត្រូវក្រសេចក្តីល្អឡើយអ្វីថាបិទតែកូនមិនមាននៅឋានៈខ្ពង់ខ្ពស់ក្នុងសង្គមតែសូមឲ្យកូនអណ្ដែតខ្លួនក្នុងពន្លឺរស្មីនៃសតិបញ្ញាក្នុងការរៀនការតម្កល់ខ្លួនឬការអ្វីទៀតក៏ដោយម៉ែសូមដាស់តឿនកូនថាចូលកុំប្រហែសស្វាក៏ចេះប្រយ័ត្នខ្លួនកុំឲ្យធ្លាក់ពីលើចុងឈើដែរមនុស្សយើងទោះបីជំនាញបណ្ណាឆ្លៀវឆ្លាតអង្អាចបណ្ណាក៏ដោយកាលណាបើប្រមាថផ្សេងប្រហែសហើយក៏រមែងផ្លាត់ផ្លាតធ្លាក់ខ្លួនដូចជាមនុស្សល្ងងខ្លៅអញ្ចឹងឯងក្នុងការរៀបចំទុកដាក់ខ្លួនជាមួយមិត្តភក្តិកុំឲ្យខ្ពស់ពេកនាំឲ្យគេស្អប់តែបើដាក់ខ្លួនទេពជាងគេពេកនាំឲ្យគេមាក់ងាយដូច្នេះត្រូវឲ្យល្មមឯចំណែកជាមួយគ្រូអាចារ្យនោះកូនត្រូវទន់ភ្លន់គោរពអោនលំទោនដោយពាក្យលោកពោលទុកថាឈ្នះអ្នកស័ក្តិខ្ពស់ដោយការអោនលំទោនឈ្នះអ្នកទាបទន់ខ្សោយដោយការសង្គ្រោះឈ្នះអ្នកស្មើគ្នាដោយការព្យាយាមចំណែកឯការរៀបចំខ្លួនជាមួយភេទផ្ទុយគ្នាម៉ែសូមបញ្ជាក់ប្រាប់ដល់កូនស្រីម៉ែថាមនុស្សប្រុសខ្លាចមនុស្សស្រីណាដែលរៀបចំនៅឥរិយាបថល្អមិនតម្កើងខ្លួនដោយរិទ្ធហើយក៏មិនបណ្ដោយខ្លួនដែរមានអាកប្បកិរិយាល្អរៀបរយរៀបសារមិននិយាយលេងរហូតដល់ពោះវិស័យស្រីការបើដូចនេះមនុស្សប្រុសរមែងក្រែងចិត្តនិងនិយមលើតម្កើងសូមកូនម៉ែរក្សានៅគុណតម្លៃរបស់មនុស្សឲ្យបានស្ថិតនៅមមួនក្នុងខ្លួនសូមកូនកុំជាមនុស្សអស់តម្លៃឲ្យសោះគុណតម្លៃរបស់មនុស្សគឺជាសេរីសុស្ដីនិងជាអភរណៈដ៏ប្រសើរក្នុងជីវិតកូនម៉ែត្រូវវឹកហាត់ឲ្យមានឧបនិស្ស័យល្អមនុស្សយើងដែលនឹងបានល្អនោះក្រៅអំពីត្រូវមានការសិក្សារៀនសូត្រហើយគឺត្រូវវឹកហាត់អប់រំដើម្បីឲ្យមាននៅឧបនិស្ស័យល្អទៀតផងនេះជាប្រការសំខាន់ចំណុចផ្ដើមនៃការវឹកហាត់សិក្សាអប់រំដែលជាទីសំខាន់បំផុតគឺក្រុមគ្រួសារក្នុងផ្ទះគ្រួសារដែលនៅក្នុងសភាពរៀបរយល្អនោះតិចណាស់ដែលក្មេងទៅជាខិលខូចលេះលោះនេះប្រការសែបគប់បានសំប្រពៃលុះដល់កូនធំឡើងកូនត្រូវខំព្យាយាមសែបគប់សមាគមជាមួយមនុស្សល្អដើម្បីបានចម្លងនៅលក្ខណៈល្អផ្សេងការសែបគប់ជាមួយមនុស្សល្អរមែងជាគុណប្រយោជន៍ដល់កូនរហូតក្នុងជីវិតមនុស្សល្អកាលបើកូនចូលទៅចិត្តហើយធ្វើឲ្យកូនដឹងខ្លួនថាចង់បានឲ្យខ្លួនទៅជាមនុស្សល្អដែរមនុស្សស្ងប់ក៏ដូចគ្នាកាលបើកូនចូលទៅចិត្តហើយបានស្ដាប់នៅពាក្យសម្ដីអ្វីខ្លះនោះរមែងធ្វើឲ្យកូនដឹងខ្លួនឯងថាមានសេចក្តីស្ងប់ហើយចង់ឲ្យខ្លួនបានទៅជាមនុស្សស្ងប់ទៀតផងដូច្នេះការសែបគប់ជាចំណុចសំខាន់បំផុតក្រៅអំពីអាស្រ័យអ្នកដទៃដើម្បីជួយវឹកហាត់អប់រំហើយការវឹកហាត់ខ្លួនឯងជាកិច្ចចាំបាច់បំផុតដោយចំពោះគឺវឹកហាត់ខ្លួនឯងក្នុងការយកឈ្នះអំណាចនៃធម៌ថោកទាបអ្នកដែលវឹកហាត់ទូមានខ្លួនបានគឺជាមនុស្សប្រសើរហើយឈ្មោះថា
បាននៅទីពឹងដែលគេបានដោយកម្រវឹកហាត់អប់រំខ្លួនឲ្យទៅជាមនុស្សមានព្យាយាមមនុស្សដែលមាននៃសេចក្តីប្រឹងប្រែងព្យាយាមសូម្បីមានជីវិតរស់នៅត្រឹមតែមួយថ្ងៃក៏ប្រសើរជាងមនុស្សខ្ជិលដែលរស់នៅអស់រយនៃឆ្នាំចូលកូនម៉ែប្រើពេលវេលាឲ្យជាប្រយោជន៍ព្រោះពេលវេលាដែលកន្លងទៅហើយមិនត្រឡប់មកវិញឡើយអស់ទៅហើយក៏ជាការអស់ទៅហើយនឹងឯងតម្លៃនៃពេលវេលានៅត្រង់ដែលកូនប្រើវាឲ្យជាប្រយោជន៍មនុស្សដែលមិនធ្វើការងារជារបស់មនុស្សជីវិតក៏អស់ទៅទេចំណែកមនុស្សដែលមានការព្យាយាមរមែងកម្មយកនៅប្រយោជន៍សន្សំទុកនៅប្រយោជន៍រហូតដល់បានសម្រេចនៅប្រយោជន៍ធំគឺការរួចផុតពីសេចក្តីទុក្ខមនុស្សដែលធ្វើនៅការងារច្រើនមិនអាចបានជាមនុស្សសំខាន់គ្រប់គ្នាឡើយប៉ុន្តែមនុស្សសំខាន់នៅត្រង់ធ្វើការងារដោយសេចក្តីព្យាយាមជានិច្ចតម្លៃរបស់មនុស្សវាស់គ្នាត្រង់ផលនៃការងារនិងសេចក្តីល្អប្រចាំខ្លួនកូនម៉ែត្រូវខំសន្សំឧបនិស្ស័យល្អឧបនិស្ស័យគឺអ្វីដែលធ្វើឲ្យជាទម្លាប់ឧបនិស្ស័យល្អគឺជាភូមិឋាននៃការចម្រើនគុណធម៌គ្រប់យ៉ាងប្រៀបដូចជាដីចម្ការដែលល្អដូច្នោះឯងបើកូនស្រីម៉ែធ្វើល្អហើយឲ្យគេថាចុះតាកូនស្រីនៅតូចម៉ែជាអ្នករៀបចំតែងខ្លួនឲ្យកូនស្លៀកពាក់យ៉ាងណាស្ពាយកាបូបទៅសាលាយ៉ាងម៉េចទៅសមម៉ែរៀបចំឲ្យកូនទាំងអស់ម៉ែតែងតែតាមគយគន់ដំណើរកូនដោយការពេញចិត្តលុះដល់ពេលកូនស្រីធំឡើងអ្វីដែលជាធម្មជាតិសម្រាប់ខ្លួនកូនម៉ែក៏បានប្រាប់ពន្យល់ឲ្យកូនបានដឹងទាំងអស់ផងដែរឥឡូវម៉ែសូមពន្យល់កូនស្រីអំពីបញ្ហាមួយដែលកូនចេះតែខ្លាចពាក្យគេថាសូមកូនចាំស្ដាប់ហើយពិចារណាឲ្យល្អដើម្បីដោះស្រាយនៅបញ្ហាមួយនេះឲ្យបានជ្រះស្រឡះកូនខ្លាចគេថាពាក្យថាគេសំដៅដល់មនុស្សទាំងឡាយដទៃលើផែនដីក្រៅពីកូនសូម្បីកូនប្រកាសនៅក្នុងចិត្តហើយថានេះជាអំពើល្អត្រឹមត្រូវតែនៅកូនមិនក្លាហានដើម្បីនឹងប្រព្រឹត្តធ្វើព្រោះខ្លាចគេថារឿងគេថានេះវាคล้ายទៅជារបស់ដែលគួរខ្លាចជាទីបំផុតនៅក្នុងโลกនេះទៅហើយសម្រាប់កូនស្រីបើមានសេចក្តីប្រកាន់យ៉ាងនេះក៏មិនអាចធ្វើអ្វីបានឡើយព្រោះគេមានច្រើនណាស់អ្នកម្នាក់មានការគិតឃើញរៀងខ្លួនត្រូវគ្នាខ្លះមិនត្រូវគ្នាខ្លះការកូនស្រីធ្វើនៅអ្វីមួយអ្នកខ្លះគេថាល្អអ្នកខ្លះទៀតគេថាមិនល្អឬអាចគេថាអាក្រក់តែម្ដងដូច្នេះកូនស្រីត្រូវតែសម្រេចថាអាត្មាអញក៏បីធ្វើនៅអ្វីដែលសមគួរដល់ខ្លួនឯងផងដែលមិនខុសនឹងច្បាប់ផងមិនខុសនឹងសិលធម៌ផងមិនបៀតបៀនឲ្យអ្នកណាក្តៅក្រហាយផងហើយអាត្មាអញសប្បាយចិត្តនឹងធ្វើផងដូច្នេះអាត្មាអញត្រូវតែធ្វើដោយមិនមានកង្វល់នឹងពាក្យគេថាអ្វីឡើយប៉ុន្តែម៉ែសូមរំលឹកកូនស្រីចូលកូនកុំភ្លេចទៀងផ្ទាត់នៅកិច្ចការងារនោះឲ្យជាការងារល្អត្រឹមត្រូវពិតប្រាកដផងការរិះគន់មិនទេខ្លាំងជារបស់ធម្មតាក្នុងโลกអ្នកខ្លះប្រើពេលវេលាទំនេរទៅក្នុងការអានសៀវភៅអ្នកខ្លះរីករាយនៅក្នុងការលេងកីឡាជាដើមអ្នកខ្លះជ្រើសរើសយកការនិន្ទារិះគន់ក្នុងឆ្នាំចំពោះអ្នកដទៃមកជាការងារធំដុំក្នុងជីវិតអ្នកដែលសម្លឹងទោសគេដោយអកុសលចិត្តនិយមនិយាយរឿងអាក្រក់របស់គេគឺជាអ្នកមិនមានសេចក្តីចម្រើនក្នុងជីវិតឡើយព្រោះគិតតែនាំយករឿងអាក្រក់មកដាក់ក្នុងខ្លួនឯងរាល់ថ្ងៃបីដូចជាធុងសម្រាមប្រឡាក់ប្រឡោះទៅដោយរបស់ស្មៅក្រោកជាការសាងនៅគ្រឿងដែលរារាំងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងជាអ្នកបញ្ឆោតខ្លួនឯងឲ្យរីករាយដោយសេចក្តីវង្វេងក្នុងផ្សែងនៃសេចក្តីអាក្រក់មនុស្សយើងចង់កិច្ចអំពីអ្វីផ្សេងក៏អាចនឹងកិច្ចបាន
ប៉ុន្តែយើងមិនអាចកិច្ចអំពីកម្មពីនិងកិច្ចអំពីខ្លួនឯងបានឡើយលុះត្រាតែចូលនិព្វានទៅអាចកិច្ចផុតបានដូច្នេះមនុស្សដែលល្អគេរមែងទទួលយកសភាពពិតរបស់ខ្លួនមិនមែនចេះតែបញ្ឆោតខ្លួនឯងដោយសេចក្តីវង្វេងរឿយទៅនោះឡើយការព្រមទទួលយកនៅសេចក្តីពិតរមែងធ្វើឲ្យភាពលំបាកក្នុងចិត្តបានធូរស្រាលពិតប្រាកដកូនស្រីម៉ែត្រូវរៀនទទួលយកការពិតរបស់ជីវិតកុំចេះតែញាប់ញួរទៅតាមពាក្យគេថាត្រូវរៀនឲ្យយល់អំពីហេតុផលរបស់ធម្មជាតិចាប់យកការពិតនៃជីវិតមកសិក្សារហូតបានយល់ច្បាស់ហើយរស់នៅដោយសេចក្តីស្ងប់ចិត្តចូលកូនចាំទុកថាមិនមានការរស់នៅជាមួយអ្វីឲ្យបានសុខស្មើនឹងការរស់នៅជាមួយសេចក្តីស្ងប់ឡើយព្រះចាំនឹងថ្ងៃឥតមានដឹងអ្វីតែត្រូវប្រុសស្រីមិនទេសរសើរពោពោរស័ព្ទដូចមានស្លាប់ហើភ្លៀងខ្យល់ដេកដើរគេថាទាំងអស់បួសជាប្រសង់នៅគេរិះគន់ធ្វើចោលលួចប្លន់គេតន់ដាក់ខ្នោះត្រាស់ជាប្រពុតនៅគេមិនស្មោះធัวល្អអិតខ្ចោះគង់មានគេស្អប់សរសើរនិន្ទាមានពីបុរាណកាន់យកមិនបានតាមពាក្យតោះកប់បើកូនតាមប្រាជ្ញកូននឹងមានផំត្រូវមួយខុស10កុំយកខាងច្រើនកូនស្រីម៉ែត្រូវធ្វើថ្ងៃនេះឲ្យល្អបំផុតកូនស្រីម៉ែនឹកគិតដល់រឿងអនាគតរឿងរៀបការមានគ្រួសាររឿងឋានៈក្នុងការរស់នៅរឿងទាំងអស់នេះសុទ្ធតែជារឿងដែលនៅឆ្ងាយកូនស្រីគួរបញ្ឈប់ការគិតខ្វល់ខ្វាយក្នុងរឿងនេះព្រោះគិតទៅតែឥតប្រយោជន៍ដែរកូនស្រីម៉ែគិតតែខំរៀនសិនទៅដោយដែលម៉ែធ្លាប់ប្រាប់ដល់កូនហើយថាធ្វើថ្ងៃនេះឲ្យល្អជាទីបំផុតទៅអនាគតវានឹងរៀបចំដោយខ្លួនឯងថ្ងៃនេះម៉ែនឹងអธิบายនៅសេចក្តីនេះចូលកូនយកចិត្តទុកដាក់ស្ដាប់ឲ្យល្អចុះសេចក្តីសម្រេចនៃការសាងឋានៈក្នុងអនាគតនោះវាស្ថិតនៅត្រង់ការសាងថ្ងៃនេះឯងក្នុងមួយថ្ងៃកូនត្រូវសាងឲ្យល្អតាមកម្លាំងដែលកូនអាចឬតាមសមត្ថភាពដែលកូនមានមនុស្សរមែងផ្សេងគ្នាមកអំពីកំណើតគឺម្នាក់រៀងខ្លួនហើយមានអង្គប្រកបច្រើនយ៉ាងទៀតដែលធ្វើឲ្យឋានៈនៃការរស់នៅរបស់មនុស្សផ្សេងអំពីគ្នាកាន់តែច្រើនឡើងដែលសំខាន់គឺអង្គប្រកបផ្ទាល់ខ្លួនឯងនិងអង្គប្រកបផ្នែកខាងសង្គមអង្គប្រកបផ្ទាល់ខ្លួនឯងបានដល់ឱកាសស្ថានទីអ្នកណែនាំការប្រព្រឹត្តផ្ទាល់ខ្លួននិងបណ្ដាបាបដែលខ្លួនធ្វើមកមិនស្មើគ្នាជាដើមអង្គប្រកបផ្នែកខាងសង្គមបានដល់សភាពនៃសង្គមដែលខ្លួនត្រូវបានទទួលការគ្រប់គ្រងការជួយសង្គ្រោះអំពីសង្គមនិងដំណើរប្រព្រឹត្តទៅនៃការប្រកបអាជីពក្នុងសង្គមជាដើមយ៉ាងណាក៏ដោយមនុស្សយើងមានចំនួនច្រើនណាស់ដែលសម្លឹងសម្ដៅទៅរកតែភាពមាំទាំនៃទ្រព្យសម្បត្តិឬក៏តំណែងនៃការងារខ្ពង់ខ្ពស់ប៉ុណ្ណោះថាជាសេចក្តីសម្រេចនៃជីវិតពោលគឺយកនៅរបស់ទាំងនេះមកជាគ្រឿងវាស់វែងមនុស្សក្នុងលោកយើងនេះវិលវល់នៅតែក្នុងការស្វែងរកប្រាក់កិត្តិយសនិងមុខតំណែងប៉ុណ្ណោះឯងព្រោះសង្គមបានសន្មត់ឲ្យថាជាមុខមាត់និងជារបស់ដែលសង្គមលើកតម្កើងឲ្យតម្លៃប៉ុន្តែយ៉ាងដូចម្ដេចដែរក្នុងលោកយើងឬក៏ក្នុងបុគ្គលម្នាក់នោះមាននៅសេចក្តីសុខស្ងប់ដែរឬទេការនិយមឲ្យតម្លៃទៅលើអ្វីក្នុងលោកយើងទាំងមូលនេះខុសឬត្រូវយ៉ាងណាតាមតែកូនពិចារណាមើលចុះអវិជ្ជាគឺសេចក្តីងងឹតរបស់ចិត្តធ្វើមិនឲ្យមនុស្សយើងមើលឃើញនៅគុណតម្លៃពិតប្រាកដរបស់ជីវិតឡើយវាធ្វើឲ្យយើងស្រវាចាប់យកនៅរបស់ដែលនាំមកនៅកវល់កវាយរហូតរឿយជាការដើរបញ្ច្រាស់អំពីសេចក្តីសុខស្ងប់ប្រៀបដូចជាអ្នកដើរបែរខ្នងឲ្យពន្លឺភ្លឺស្វាងហើយឈាមមុខទៅរកភាពងងឹតដូចឆ្នោះឯងឬក៏ដូចជាអ្នករែកដុំថ្មធំដើរទៅក្នុងផ្លូវនៃជីវិតមាត់ក៏ចេះតែស្រែកថាធ្ងន់មានអ្នកបំណងល្អស្រែកប្រាប់ទៅថាដាក់ដុំថ្មចុះហើយដើរទៅ
អ្នករែកដុំថ្មនោះបែរមកមើលអ្នកដែលដាស់តឿនបន្តិចរាំងបែបសង្ស័យរួចហើយក៏រែកនៅដុំថ្មដ៏ធំនោះដើរបន្តទៅទៀតព្រមដោយការពោលថាធ្ងន់សេចក្តីសម្រេចនៅក្នុងជីវិតរបស់មនុស្សនោះមានច្រើនផ្នែកមិនចាំបាច់ត្រូវតែដូចគ្នានោះទេដូច្នេះកូនស្រីម៉ែមិនចាំបាច់ត្រូវមានសេចក្តីសម្រេចក្នុងជីវិតទៅតាមតែផ្លូវមួយដូចជាអ្នកដទៃនោះឡើយពោលគឺមិនគួរស្វែងរកនៅសេចក្តីសម្រេចខាងផ្នែកវត្ថុតែយ៉ាងនោះទេផ្លូវដែលត្រូវគួរស្វែងរកសេចក្តីសម្រេចខាងផ្នែកផ្លូវចិត្តឲ្យច្រើនជាងខាងផ្នែកវត្ថុម៉ែមិនមែនចង់ពោលបដិសេធនៅទ្រព្យសម្បត្តិកិត្តិយសនិងមុខចំណែកនោះទេតែម៉ែចង់ដាស់តឿនកូនកុំឲ្យកូនស្រីចង់ស្រវាងយកតែផ្នែកយ៉ាងនឹងនោះត្រូវឲ្យឃើញសេចក្តីសំខាន់ផ្នែកខាងផ្លូវចិត្តផងគឺចិត្តស្អាតនិងសេចក្តីសុខស្ងប់សេចក្តីសម្រេចខាងផ្នែកវត្ថុជារបស់ក្តៅលៃលំដោយទុក្ខនិងកង្វល់ផ្សេងចំណែកសេចក្តីសម្រេចខាងផ្លូវចិត្តជារបស់ស្ងប់ត្រជាក់ពិតណាស់យើងត្រូវមានការងារធ្វើទៅតាមមុខនេតិដើម្បីបាននៅវត្ថុសម្រាប់ចិញ្ចឹមរាងកាយព្រមទាំងការងារបម្រើប្រទេសជាតិហើយនេះជាកិត្តិយសផងដែរប៉ុន្តែយើងមិនត្រូវភ្លេចស្វែងរកនិងសន្សំនៅគ្រឿងសម្រាប់ចិញ្ចឹមដួងចិត្តរបស់យើងផងឡើយពោលគឺគុណធម៌ដែលជាសេចក្តីល្អផ្សេងមនុស្សស្រីយើងដោយច្រើនចូលចិត្តប្រើពេលវេលាឲ្យអស់ទៅដោយការតែងកាយស្វែងរកសម្ពុតអាវតាមបែបផ្សេងមកឆ្លៀកពាក់បង្អួតគ្នានិងប្រឡងគ្នាថាតើអ្នកណាតែងបានស្អាតជាងអ្នកណាអ្នកដទៃយ៉ាងម៉េចក៏ដោយចុះប៉ុន្តែកូនស្រីម៉ែគួរតែប្រើពេលវេលាក្នុងការតែងចិត្តឲ្យបានល្អស្អាតស្វែងរកវិជ្ជានិងអប់រំសន្សំគុណធម៌ឲ្យជាគ្រឿងប្រដាប់ចិត្តរាងកាយនេះឯងទោះជាតែងយ៉ាងណាក៏វានៅតែមានគ្រឿងបដិគោស្មោកគ្រោកនិងមានក្លិនស្អុយដដែលជារៀងរាល់ថ្ងៃអភរណៈសម្ពុតអាយស្រស់ស្អាតមានតម្លៃប៉ុណ្ណាក៏ដោយលុះដល់យកមកឆ្លៀកដណ្ដប់ហើយក៏คล้ายទៅជាស្មោកគ្រោកមានក្លិនស្អុយទៅផងដែរជាការបញ្ជាក់យ៉ាងច្បាស់ថាមិនមានឧបាយយកឈ្នះគ្រឿងបដិគោរបស់រូបកាយបានឡើយចំណែកដួងវិញ្ញាណឬដួងចិត្តវិញនោះការដែលជំរះបានស្អាតម្ដងហើយក៏ជាការបានសម្រេចនៅភារកិច្ចដោយពិតរឹងរឹតតែស្អាតរឹងរឹតតែភ្លឺស្វាងរឹងរឹតតែភ្លឺស្វាងរឹងរឹតតែស្ងប់បាននៅសេចក្តីស្ងប់ប៉ុណ្ណាក៏ជាការបានជួបនៅភាពជាសុខនិងគុណតម្លៃរបស់ជីវិតតាមសេចក្តីពិតប៉ុណ្ណោះដែរក្នុងផ្លូវលោកបានអប់រំមនុស្សតែអំពីសិល្បៈនៃការស្វែងរកប្រកួតប្រជែងគ្នាថាតើអ្នកណារកបានច្រើនជាងអ្នកណាមិនបានអប់រំឲ្យរំលត់នៃសេចក្តីប្រាថ្នាក្នុងរបស់ដែលមិនចាំបាច់នោះខ្លះឡើយកាលបើដូច្នេះហើយតើប៉ុណ្ណាទៅជាការគ្រប់គ្រាន់តើពេលណាទៅបានរួចផុតពីការអន្ទះសារប្រាថ្នាចង់បានដែលវាមិនមានព្រំដែនកំណត់នោះតាមការពិតរបស់ដែលចាំបាច់ដល់ជីវិតពិតនោះមិនមែនច្រើនប្រមាណឡើយប៉ុន្តែការប្រកួតប្រជែងគ្នាក្នុងពួកមនុស្សយើងវាជារឿងមួយដែលឡើយប្រៀបដូចជាយកប្រេងមកចាក់ស្រោចហើយលើអណ្ដាតភ្លើងអញ្ចឹងឯងភ្លើងសេចក្តីប្រាថ្នាកាលបើត្រូវបន្ថែមគ្រឿងសម្រាប់ឲ្យឆេះហើយក៏រមែងឆេះសន្ធោសន្ធៃរហូតដល់ថ្នាក់លែងពន្លត់កើតប្រហែលដូច្នេះហើយទើបមនុស្សយើងមានកម្ដៅក្តៅអន្ទះអន្ទែងដែលគួរឲ្យនឹកបារម្ភដល់សេចក្តីអន្តរាយផ្សេងបើយើងកំណត់សេចក្តីត្រូវការរបស់យើងឲ្យនៅក្នុងព្រំដែនល្មមប្រមាណម៉ោងពេលនៃការស្វែងរកក៏នឹងកាត់បន្ថយបានពេលដែលនៅសល់ក៏នឹងត្រូវបានមកជារបស់ពេលនៃសេចក្តីសុខស្ងប់ពោលគឺស្ងប់នៅតណ្ហានឹងឯងមនុស្សយើងដែលស្វែងរកទ្រព្យសម្បត្តិទុកសន្ធឹកសន្ធាប់លើសលប់ពីការចាំបាច់នោះតើយកធ្វើអ្វីបានខ្លះជីវិតរបស់យើងខ្លីណាស់មួយថ្ងៃអស់ទៅជារីរស់នៅមិនបានប្រមាណផងក៏ចាស់ហើយក៏ត្រៀមខ្លួនចាំស្លាប់ការសន្សំទ្រព្យទុកច្រើនលើសពីចាំបាច់
ធ្វើឲ្យខូចពេលវេលាទៅតេមនុស្សខ្លះមានតែវិជ្ជាយកបាបកម្មដែលច្រើនទៅជាមួយផងចំណែកទ្រព្យសម្បត្តិត្រូវបានចាកចោលទុកឲ្យនៅក្នុងโลกនេះឯងកូនស្រីធ្លាប់បានអានប្រវត្តិសាស្ត្រក្នុងโลกក៏គង់បានដឹងហើយថាតើទ្រព្យសម្បត្តិនឹងផែនដីនេះអ្នកណាយកទៅបានខ្លះដូចជាអ្នកដែលបានច្បាំងឈ្នះហើយគ្រប់គ្រងបានច្រើននគរនោះបើមានអ្នកណាគេលើកយកផ្លូវថ្នល់ទាំងអស់មកឲ្យកូនក៏គង់តែប្រើថ្នល់នោះបានមិនច្រើនជាងដែលកូនប្រើសប្តាហ៍នេះឡើយប៉ុន្តែសេចក្តីធ្ងន់នឹងស្រាលក្នុងចិត្តវារមែងខុសគ្នាច្រើនពេលនេះការប្រើប្រាស់ផ្លូវថ្នល់ដោយការធូរស្រាលក្នុងចិត្តគឺគ្រាន់តែអាស្រ័យការប្រើប្រាស់ដោយមិនបានប្រកាន់ថាជារបស់កូនម្នាក់ឯងឡើយប៉ុន្តែបើកូនជាម្ចាស់តែម្នាក់ឯងវិញនោះភារកិច្ចផ្សេងដែលទាក់ទងនឹងផ្លូវថ្នល់ទាំងអស់ក៏មកជាមួយនឹងផ្លូវថ្នល់នោះផងដែរចូលកូនបានដឹងចោះថាការមានបាននៃអ្វីមួយនោះវារមែងមានបានមកជាមួយនឹងការថែទាំរក្សានិងកង្វល់ផ្សេងរបស់កង្វល់ទាំងនោះវានឹងផ្លន់យកនៅពេលវេលារបស់កូនទៅទាំងអស់រហូតដល់កូនមិនមានពេលទំនេរសម្រាប់ខ្លួនកូនឯងខ្លះឡើយម៉ែនិយាយមកនេះដើម្បីឲ្យកូនស្រីបានធូរកង្វល់នៅក្នុងរឿងសាងឋានៈនាអនាគតពេលនេះយើងក៏មាននៅត្រាប់ល្មមកូនរៀនបានហើយចំណិះក៏មានផ្លូវថ្នល់ក៏មានសាលារៀនក៏មានទីធ្លាក៏មានវត្តអារាមក៏មានសូម្បីមិនជារបស់យើងដាច់មុខតែយើងក៏មានសិទ្ធិប្រើបានល្មមដែលយើងត្រូវការគ្រាន់តែត្រូវចំណាយប្រាក់ខ្លះដូចជាតម្លៃក្នុងយានជំនិះជាដើមប្រសិនបើកូនស្រីម៉ែជាម្ចាស់នៃទឹកបឹងទន្លេទាំងអស់ក្នុងโลกកូនផឹកវាក្នុងមួយថ្ងៃបានត្រឹម 6-7 កែវប៉ុណ្ណោះបើជាម្ចាស់នៃចម្ពោះខោអាវទាំងអស់ក្នុងហាងឬក្នុងផ្សារកូនប្រើបានត្រឹម 2-3 សម្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃហើយវាក៏មិនមែនធ្វើឲ្យកូនទៅជាទេវតាបានដែរគង់នៅតែជាមនុស្សដែលមានការស្រេកឃ្លានឈឺបន្ទោបង់វិចារៈបស្សាវៈហើយត្រូវចាស់ឈឺនិងស្លាប់ក្នុងទីបំផុតដូច្នេះការលមោបលោភលន់ក្នុងទ្រព្យសម្បត្តិទៅជាការល្ងងខ្លៅម្យ៉ាងរបស់មនុស្សយើងវាជាដុំពពួកអត់បិទបាំងនៅគុណតម្លៃដែលពិតប្រាកដនៃជីវិតមនុស្សចំណែករឿងរៀបការនិងរឿងគ្រួសារនោះកូនស្រីមិនចាំបាច់គិតអ្វីពេលនេះទេខំរៀនឲ្យបានសម្រេចសិនទៅពេលវេលានៅច្រើនទៀតណាស់ដែលសម្រាប់គិតគូរនោះប៉ុន្តែម៉ែសូមផ្ញើគំនិតរបស់ម៉ែក្នុងពេលនេះទុកឲ្យកូនសិនថាសាធុសូមអនុមោទនា